សុំលុយម្ដាយ100000មិនបានគម្រាមកំហែងសម្លាប់ម្ដាយកូនដេរឆានសុំលុយម្ដាយ100000ដើម្បីយកទៅលួសទូរស័ព្ទម្ដាយថាគ្មានកើតជាចិត្តខឹងយកកំបិតគម្រាមសម្លាប់ម្ដាយនិងវាយខ្ទេចខ្ទីទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025វេលាម៉ោង17:00នាទីនៅចំណុចភូមិពាមប្រជុំឃុំព្រែកអំពិលស្រុកស្អាងខេត្តកណ្ដាលមន្ត្រីនគរបាលស្រុកស្អាងបានដឹងថាជនរងគ្រោះមានឈ្មោះថាលឹមមួយគៀងភេទស្រីអាយុ69ឆ្នាំជនជាតិខ្មែរមុខរបរជាអ្នកលក់ដូរមានទីលំនៅនៅភូមិពាមប្រជុំឃុំព្រែកអំពិលស្រុកស្អាងខេត្តកណ្ដាលត្រូវជាម្ដាយបង្កើតជនសង្ស័យឈ្មោះលីកឹមស្រៀងភេទប្រុសអាយុ43ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិពាមប្រជុំឃុំព្រែកអំពិលស្រុកស្អាងខេត្តកណ្ដាលត្រូវជាកូនបង្កើតខុតខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន1លើកពីបទធ្វើឲ្យខូចខាតដោយចេតនានិងប្រើប្រាស់គ្រឿងញៀនចំនួន2លើកចំណែកវត្ថុតាងដកហូតបានកំបិតផ្គាក់ចំនួន1ដើមផ្លែដែកដងឫស្សីប្រភពដដែលបានបន្តថាកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025វេលាម៉ោង17:00នាទីជនរងគ្រោះបានមកពីលក់ដូរវិញហើយបានមកផ្ទះជនសង្ស័យបានសុំលុយជនរងគ្រោះចំនួន100000រៀលដើម្បីយកទៅលួសទូរស័ព្ទដែលខ្លួនបានដាក់បញ្ចាំខណៈពេលនោះជនរងគ្រោះបានឆ្លើយប្រាប់ជនសង្ស័យថាអត់មានលុយទេហើយជនសង្ស័យក៏បានខឹងស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះនិងបានយកកំបិតផ្គាក់កាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនលុះដល់ថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង9:30នាទីជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនមកអធិការនគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី